សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast គំនិតក្នុងសិភៅរបស់យើងម្ដងទៀតមុនពេលដែលយើងចាប់ផ្ដើមទៅចែកគ្នាលម្អិតទៅលើប្រធានបទជាដំបូងខ្ញុំសូមខន្តីអភ័យទោសចំពោះបងប្អូនអ្នកទស្សនាដូចជាអ្នកស្ដាប់ទាំងអស់គ្នាប្រសិនបើការអត្ថាធិប្បាយរបស់ខ្ញុំមានការលើសលួសឬខ្វះចន្លោះត្រង់ណាសូមបងប្អូនមេត្តាខន្តីអភ័យទោសខ្ញុំធ្វើវីដេអូនេះក្នុងចេតនាសិក្សាស្រាវជ្រាវខ្លួនឯងផងហើយនឹងចែករំលែកជូនបងប្អូនអ្នកស្ដាប់និងអ្នកទស្សនាទាំងអស់ហ្នឹងទុកជាមេរៀនជាចំណេះដឹងទូទៅផងដូចនេះប្រសិនបើមានការខុសឆ្គងឬខ្វះចន្លោះត្រង់ណាសូមបងប្អូនខន្តីអភ័យទោសហើយខ្ញុំរីករាយស្វាគមន៍ជានិច្ចសម្រាប់មតិយោបល់កែលម្អរបស់បងប្អូនសូមបងប្អូនជួយ comment នៅក្រោមវីដេអូនេះដូចនេះដើម្បីកុំឲ្យខាតពេកបងប្អូនយើងបន្តទៅប្រធានបទរបស់យើងដែលថ្ងៃនេះយើងនឹងជជែកគ្នាលម្អិតទៅលើរឿងការចាប់ផ្ដើមជីវិតដោយមានគោលដៅច្បាស់លាស់ក្នុងចិត្តការចាប់ផ្ដើមជីវិតដោយមានគោលដៅច្បាស់លាស់ក្នុងចិត្តនេះវាមិនមែនគ្រាន់តែជាពាក្យស្លោកនោះទេតែវាជាទស្សនវិជ្ជាជីវិតមួយដែលអនុញ្ញាតឲ្យយើងក្លាយទៅជាអ្នកបង្កើតជោគវាសនាតខ្លួនរបស់យើងក្លាយជាអ្នកគ្រប់គ្រងជោគវាសនារបស់យើងខ្លួនឯងដោយមិនបាច់ពឹងពាក់ទៅលើអ្នកដទៃនៅពេលដែលយើងដឹងច្បាស់ថាយើងចង់ទៅណារាល់ជំហានរបស់យើងនឹងមានអត្ថន័យនិងថាមពលតែបងប្អូនធ្លាប់មានអារម្មណ៍ថាជីវិតរបស់យើងកំពុងតែវិលវល់តែមិនដឹងថាត្រូវទៅទីណាឲ្យពិតប្រាកដយើងតែងតែមមាញឹកនឹងកិច្ចការប្រចាំថ្ងៃជាច្រើនប៉ុន្តែជួនកាលយើងភ្លេចគិតពីទិសដៅចុងក្រោយដែលយើងចង់ទៅដល់ការខ្វះទិសដៅច្បាស់លាស់អាចនាំឲ្យយើងអស់កម្លាំងឆាប់បាក់ទឹកចិត្តនិងមិនដឹងថាអ្វីដែលយើងកំពុងធ្វើនេះមានប្រយោជន៍ដល់ជីវិតយើងប៉ុណ្ណានៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ស៊ីជម្រៅពីទម្លាប់ទី2នៃទម្លាប់ទាំង7របស់មនុស្សជោគជ័យរបស់លោក Stephen Covey គឺការចាប់ផ្ដើមដោយមានគោលដៅច្បាស់លាស់ក្នុងចិត្តទម្លាប់នេះផ្ដោតសំខាន់លើការអភិវឌ្ឍខ្លួនឯងតាមរយៈការកំណត់ទិសដៅជីវិតឲ្យច្បាស់លាស់យើងក៏នឹងដកស្រង់គំនិតពីសៀវភៅល្បីៗផ្សេងទៀតដើម្បីបង្ហាញពីរបៀបដែលមានគោលដៅច្បាស់លាស់អាចផ្លាស់ប្ដូរជីវិតរបស់យើងបានយ៉ាងអស្ចារ្យតោះអញ្ចឹងបងប្អូនអរគ្នាកុំឲ្យខាតពេលយូរយើងទៅចាប់ផ្ដើមទៅចែកលម្អិតទៅលើប្រធានបទរបស់យើងតែម្ដងលោក Stephen Covey បានពន្យល់ថាទម្លាប់នេះមានន័យថាមុននឹងយើងធ្វើអ្វីមួយយើងត្រូវតែស្រមៃគិតឲ្យច្បាស់លាស់អំពីលទ្ធផលចុងក្រោយដែលយើងចង់បានជាមុនសិនមើលទៅវាហាក់ដូចជាសង់ផ្ទះអញ្ចឹងយើងមិនអាចចាប់ផ្ដើមសង់បានទេប្រសិនបើយើងមិនមានប្លង់ឬគំនិតច្បាស់លាស់ថាតើផ្ទះនោះនឹងចេញជារូបរាងបែបណាផ្ទះដែលសង់ដោយគ្មានប្លង់ច្បាស់លាស់គឺអាចនឹងគ្មានរូបរាងត្រឹមត្រូវឬគ្មានភាពរឹងមាំដូចដែលចង់បានឡើយគំនិតនេះអាចលើគោលការណ៍2យ៉ាងទី1ការបង្កើតផ្លូវចិត្តនេះគឺជាជំហានដំបូងយើងបង្កើតរូបភាពនៅក្នុងគំនិតរបស់យើងជាមុនសិនស្រមៃមើលថាវាឃើញច្បាស់បំផុតតាមដែលអាចធ្វើទៅបានតើវាមានពណ៌អ្វីក្លិនបែបណាអារម្មណ៍បែបណានេះជាការរចនាជីវិតរបស់យើងក្នុងខួរក្បាលជាមុនសិនចំណុចទី2ការបង្កើតរូបរាងកាយនេះគឺជាជំហានទី2ដែលយើងចាប់ផ្ដើមអនុវត្តគំនិតនោះឲ្យចេញជារូបរាងពិតប្រាកដគឺការធ្វើសកម្មភាពដើម្បីសម្រេចនៅអ្វីដែលយើងចង់បានឬអ្វីដែលយើងបានស្រមៃទុកសាកគិតពីជីវិតរបស់យើងដូចជាគម្រោងដ៏ធំមួយចុះតែយើងចង់ឲ្យវាមើលទៅដូចម្ដេចនៅពេលបញ្ចប់ប្រសិនបើយើងមិនកំណត់ឲ្យបានច្បាស់លាស់ទេជីវិតរបស់យើងនឹងត្រូវបានកំណត់ដោយអ្នកដទៃឬកលៈទេសៈជាមិនខានយើងនឹងដើរតាមផ្លូវដែលគេគូឲ្យជាជាងផ្លូវដែលយើងខ្លួនឯងចង់ដើរនេះជាគន្លឹះគ្រឹះក្នុងការអភិវឌ្ឍខ្លួនឯងគឺការគ្រប់គ្រងទិសដៅជីវិតរបស់យើងចុះហេតុអីបានជាមានគោលដៅច្បាស់លាស់សំខាន់ម្ល៉េះសម្រាប់ជីវិតនិងការអភិវឌ្ឍខ្លួនឯងទី1វាជួយយើងឲ្យដឹងថាត្រូវទៅណានិងធ្វើអ្វីពេលយើងមានទិសដៅច្បាស់លាស់យើងអាចជៀសវាងការខ្ជះខ្ជាយពេលវេលានិងថាមពលនៅលើកិច្ចការដែលមិនចាំបាច់បើគ្មានទិសដៅយើងនឹងវង្វេងមិនខុសពីទូកគ្មានចង្កូតឡើយនៅពេលយើងមានគោលដៅច្បាស់លាស់យើងមានកម្លាំងចិត្តដើម្បីប្រឈមមុខនឹងឧបសគ្គទោះលំបាកប៉ុណ្ណាក៏ដោយព្រោះយើងដឹងថាអ្វីដែលយើងកំពុងធ្វើនេះគឺដើម្បីសម្រេចនៅលទ្ធផលចុងក្រោយមួយដែលយើងចង់បានរាល់ការសម្រេចចិត្តរបស់យើងអាចផ្អែកលើថាតើវាជួយឲ្យយើងសម្រេចគោលដៅបានឬអត់វាប្រៀបដូចជាត្រីវិស័យដែលដឹកនាំយើងឲ្យដើរទៅលើផ្លូវត្រូវឧទាហរណ៍ប្រសិនបើគោលដៅយើងគឺចង់ក្លាយជាអ្នកជំនួញជោគជ័យយើងនឹងមិនចំណាយពេលច្រើនលើរឿងដែលមិនតាក់ទងនឹងការកសាងអាជីវកម្មឡើយនៅក្នុងសៀវភៅ Start with Why បានសង្កត់ធ្ងន់ថា
មនុស្សមិនទិញអ្វីដែលអ្នកធ្វើទេតែពួកគេទិញនៅមូលហេតុដែលអ្នកធ្វើវានេះមានន័យថាការមានហេតុផលច្បាស់លាស់ពីក្រោយគោលដៅរបស់យើងគឺសំខាន់ជាងអ្វីដែលយើងចង់ធ្វើទៅទៀតពេលយើងមានហេតុផលច្បាស់លាស់គោលដៅរបស់យើងនឹងមានអត្ថន័យកាន់តែជ្រាលជ្រៅឧទាហរណ៍ជាក់ស្ដែងមួយទៀតជាងនិយាយថាខ្ញុំចង់មានលុយច្រើនចូលនិយាយថាខ្ញុំចង់មានសេរីភាពហិរញ្ញវត្ថុដើម្បីអាចមើលថែគ្រួសារនិងជួយសង្គមជាតិតាមរយៈការវិនិយោគក្នុងវិស័យអប់រំនេះជាហេតុផលដែលស៊ីជម្រៅជាងពេលយើងមានហេតុផលច្បាស់លាស់និងមានអត្ថន័យជ្រាលជ្រៅបែបនេះយើងនឹងមិនងាយបោះបង់ឡើយហើយនឹងមានកម្លាំងចិត្តដ៏មហិមាដើម្បីជំនះរាល់ឧបសគ្គនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការអភិវឌ្ឍខ្លួនឯងរបស់យើងតើត្រូវចាប់ផ្ដើមអនុវត្តទម្លាប់ដ៏មានឥទ្ធិពលនេះដោយរបៀបណាទី1កំណត់អត្តសញ្ញាណរបស់យើងលោក James Clear បានសរសេរនៅក្នុងសៀវភៅ Atomic Habits ថាគោលដៅមិនមែនជាអ្វីដែលចង់សម្រេចនោះទេតែជាមនុស្សដែលអ្នកចង់ក្លាយជំនួសឲ្យការនិយាយថាខ្ញុំចង់សរសេរសៀវភៅមួយក្បាលចូលគិតថាខ្ញុំចង់ក្លាយជាអ្នកនិពន្ធម្នាក់ពេលយើងកំណត់អត្តសញ្ញាណខ្លួនឯងបែបនេះទម្លាប់របស់យើងនឹងផ្លាស់ប្ដូរដោយស្វ័យប្រវត្តិដើម្បីគ្រប់គ្រងអត្តសញ្ញាណថ្មីនោះនេះហើយជាអំណាចនៃការកំណត់អត្តសញ្ញាណឧទាហរណ៍ជាក់ស្ដែងមួយទៀតប្រសិនបើយើងចង់ក្លាយទៅជាអ្នកមានសុខភាពល្អចូលគិតដូចជាអ្នកមានសុខភាពល្អហើយធ្វើទម្លាប់ឲ្យដូចអ្នកមានសុខភាពល្អឧទាហរណ៍មិនមែនគ្រាន់តែខ្ញុំចង់រត់តែខ្ញុំជាអ្នករត់ប្រណាំងឬខ្ញុំជាអ្នកចូលចិត្តហាត់ប្រាណការគិតបែបនេះនឹងផ្លាស់ប្ដូររបៀបអ្នកមើលឃើញខ្លួនឯងនិងជំរុញឲ្យអ្នកធ្វើសកម្មភាពដែលស្របទៅនឹងអត្តសញ្ញាណនោះទី2សរសេរបេសកកម្មផ្ទាល់ខ្លួនលោក Stephen Covey ណែនាំឲ្យយើងបង្កើតសេចក្តីថ្លែងការណ៍បេសកកម្មផ្ទាល់ខ្លួននេះជាគោលការណ៍គ្រឹះដែលយើងចង់ឲ្យជីវិតរបស់យើងដំណើរការទៅតាមវាឆ្លុះបញ្ចាំងអំពីតម្លៃស្នូលនិងគោលបំណងចុងក្រោយរបស់យើងបេសកកម្មនេះនឹងក្លាយជាត្រីវិស័យផ្ទាល់ខ្លួនរបស់យើងឧទាហរណ៍ខ្ញុំបដិញ្ញាចិត្តរស់នៅដោយសុចរិតដល់តម្លៃដល់គ្រួសារនិងបម្រើអ្នកដទៃតាមរយៈចំណេះដឹងរបស់ខ្ញុំដើម្បីរួមចំណែកកសាងសង្គមមួយដែលប្រសើរឡើងឬខ្ញុំនឹងខិតខំរៀនសូត្រឥតឈប់ឈរដើម្បីក្លាយជាអ្នកជំនាញដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិក្នុងវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍ពេលយើងមានបេសកកម្មនេះហើយយើងនឹងមានគោលការណ៍ច្បាស់លាស់សម្រាប់ដឹកនាំរាល់ការសម្រេចចិត្តនិងសកម្មភាពរបស់យើងទី3ស្រមៃគិតឲ្យច្បាស់លាស់នៅពេលដែលមានគោលដៅច្បាស់លាស់ចូលចំណាយពេលបិទភ្នែកហើយស្រមៃមើលខ្លួនឯងកំពុងសម្រេចគោលដៅនោះនៅក្នុងសៀវភៅ Think and Grow Rich បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្រមៃជាប្រចាំជួយឲ្យគំនិតរបស់យើងឬខួរក្បាលរបស់យើងជឿជាក់លើគោលដៅនោះហើយរុញឲ្យយើងរកវិធីសម្រេចវាដូចជាការរៀបចំប្លង់ផ្លូវចិត្តមុននឹងសកម្មភាពពិតកាត់ឡើងឧទាហរណ៍បើយើងចង់បើកអាជីវកម្មខ្លួនឯងចូលស្រមៃមើលខ្លួនឯងកំពុងដំណើរការអាជីវកម្មនោះដោយជោគជ័យអតិថិជនកំពុងពេញចិត្តយើងកំពុងពង្រីកសាខាហើយយើងកំពុងរីករាយជាមួយលទ្ធផលស្រមៃឲ្យលម្អិតដោយវាពិតជាកើតឡើងអញ្ចឹងនេះនឹងបង្កើតនៅថាមពលតាក់ទាញដ៏ខ្លាំងក្លាទី4បំបែកគោលដៅធំទៅជាគោលដៅតូចគោលដៅធំអាចមើលទៅគួរឲ្យខ្លាចណាស់រហូតធ្វើឲ្យយើងបាក់ទឹកចិត្តមិនហ៊ានចាប់ផ្ដើមវិធីល្អបំផុតគឺចូលបំបែកវាទៅជាជំហានតូចនិងអាចសម្រេចបានការមានជំហានតូចធ្វើឲ្យដំណើរការងាយស្រួលនិងជួយឲ្យយើងរក្សាភាពខ្ជាប់ខ្ជួនកុំព្យាយាមលោតរំលងជំហានឧទាហរណ៍បើគោលដៅយើងគឺរៀនភាសាអង់គ្លេសឲ្យស្ទាត់ក្នុងរយៈពេល6ខែចូលចាប់ផ្ដើមដោយកំណត់ថារៀន5ពាក្យថ្មីក្នុងមួយថ្ងៃមើលវីដេអូភាសាអង់គ្លេស15នាទីរៀងរាល់យប់ឬអនុវត្តនិយាយជាមួយមិត្តភ័ក្តិ10នាទីរៀងរាល់ថ្ងៃជំហានតូចទាំងនេះនឹងនាំយើងទៅកាន់គោលដៅធំដោយមិនដឹងខ្លួនប្រសិនបើយើងមិនមានគោលដៅច្បាស់លាស់យើងងាយនឹងធ្លាក់ចូលទៅក្នុងអន្ទាក់មួយចំនួនដែលធ្វើឲ្យយើងមិនអាចអភិវឌ្ឍខ្លួនបានពេញលេញទី1រវល់តែគ្មានប្រសិទ្ធភាពយើងអាចធ្វើកិច្ចការជាច្រើនរាប់មិនអស់រត់ទៅនេះរត់ទៅនោះតែមិននាំទៅរកលទ្ធផលធំដុំអ្វីឡើយទី2ងាយបាក់ទឹកចិត្តពេលជួបឧបសគ្គយើងងាយបោះបង់ព្រោះមិនមានទិសដៅច្បាស់លាស់សម្រាប់តស៊ូយើងនឹងមិនដឹងថាតើយើងកំពុងតស៊ូដើម្បីអ្វីហើយគ្មានកម្លាំងចិត្តបន្តទៅមុខរស់នៅតាមក្តីសុបិនអ្នកដទៃទី3យើងងាយនឹងរស់នៅតាមការរំពឹងទុករបស់សង្គមរបស់គ្រួសារឬមិត្តភ័ក្តិជាជាងធ្វើតាមអ្វីដែលយើងចង់បានពិតប្រាកដសម្រាប់ខ្លួនឯងនេះអាចនាំឲ្យមានវិបដិសារីនៅថ្ងៃក្រោយសូមចាំថា
យើងគឺជាអ្នកដឹកនាំជីវិតខ្លួនឯងការមានគោលដៅច្បាស់លាស់គឺជាការកាន់កាប់ចង្កូតជីវិតរបស់យើងមិនមែនឲ្យអ្នកដទៃឬកលៈទេសៈមកគ្រប់គ្រងនោះទេសូមចាប់ផ្ដើមដោយមានគោលដៅច្បាស់លាស់ជាចុងក្រោយសូមបងប្អូនចាប់ផ្ដើមដោយមានគោលដៅច្បាស់លាស់ក្នុងចិត្តមិនមែនគ្រាន់តែជាពាក្យស្លោកនោះទេតែវាជាទស្សនវិជ្ជាជីវិតមួយដែលអនុញ្ញាតឲ្យយើងក្លាយជាអ្នកបង្កើតជោគវាសនាផ្ទាល់ខ្លួននៅពេលយើងដឹងច្បាស់ថាយើងចង់ទៅណារាល់ជំហានរបស់យើងនឹងមានអត្ថន័យនិងថាមពលដូចនេះចូលចាប់ផ្ដើមថ្ងៃនេះចំណាយពេលគិតឲ្យច្បាស់ពីអ្វីដែលយើងពិតជាចង់បាននៅក្នុងជីវិតរបស់យើងទាំងផ្នែកផ្ទាល់ខ្លួនអាជីពហិរញ្ញវត្ថុនិងសុខភាពសរសេរវាចុះស្រមៃមើលវាហើយចាប់ផ្ដើមអនុវត្តវាព្រោះជីវិតរបស់យើងសមនឹងទទួលបានអ្វីដែលល្អបំផុតជាចុងក្រោយសូមអរគុណសម្រាប់ការស្ដាប់ podcast គំនិតក្នុងសៀវភៅរបស់យើងនៅថ្ងៃនេះបើគិតថា podcast នេះមានប្រយោជន៍សូមបងប្អូនកុំភ្លេចជួយ like share និង subscribe ដើម្បីស្ដាប់គំនិតល្អៗពីសៀវភៅផ្សេងៗទៀតនៅក្នុងវីដេអូបន្តរងចាំស្ដាប់ពួកយើងនៅវគ្គក្រោយៗទៀតសូមរក្សាសុខភាពឲ្យបានល្អនិងបន្តការកសាងទម្លាប់ល្អរបស់បងប្អូនសូមអរគុណ